រំលឹកពីអតីតកាលបន្តិចព្រោះនៅកន្លែងនេះជាកន្លែងដែលមានការកបអតីតកាលជាច្រើនកាលនៅវ័យកុមារអ្នកទាំងអស់គ្នាក៏មានអនុស្សាវរីយ៍ល្អអតីតកាលនៅវ័យកុមារហើយនៅកន្លែងនេះដែរគឺសាលារៀនជាទីផ្ដល់ចំណេះដឹងជួយមនុស្សជាច្រើនឲ្យចាក់ចេញពីភាពល្ងងជួយចម្លងសិស្សឲ្យមានវិជ្ជាខ្ពង់ខ្ពស់ដល់សិស្សទាំងអស់គ្នាហើយទីកន្លែងនេះក៏មានអតីតកាលអនុស្សាវរីយ៍ទាំងល្អផងទាំងអាក្រក់ផងបើគ្មានកន្លែងនេះក៏ពួកយើងគ្មានចំណេះដឹងដែរមានរឿងអតីតកាលនៃជីវិតពិតកប់នៅកន្លែងនេះជាច្រើននឹកឃើញអតីតកាលធ្លាប់រៀននឹកគ្រូនិងមិត្តភក្តិជាភាសានោះមិត្តភក្តិស៊ីត្រាគេតែអ្វីៗគឺមិនស្ថិតថេរទេពេលវេលាចេះតែដើរទៅមុខអ្វីៗគឺផ្លាស់ប្ដូរទាំងអស់វ័យកុមាររហូតដល់វ័យពេញកម្លាំងធ្វើការតែអ្វីៗក៏ត្រូវផ្លាស់ប្ដូរមិត្តភក្តិខ្លះក៏បានរៀនចប់មិត្តភក្តិខ្លះទៀតក៏មិនបានរៀនចប់អនាគតរបស់ពួកគាត់ក៏លំបាកគ្មានក៏ត្រូវជីវិតសន្តែលំបាកមួយជីវិតហើយមិត្តភក្តិដែលគាត់រៀនបានចប់ណាមក៏មានអនាគតល្អមានជីវិតល្អប្រពៃជីវិតជួបតែសំណាងមិត្តភក្តិខ្លះទៀតក៏លាចាកចាញ់ពីភពផែនដីនេះមិត្តភក្តិខ្លះទៀតក៏ដើរផ្លូវខុសព្រោះពេលវេលាគឺផ្លាស់ប្ដូរគ្រប់យ៉ាងនៃជីវិតមនុស្សអញ្ចឹងហើយប្អូនកូនក្មួយបានមើលវីដេអូនេះហើយត្រូវតែកាត់ខំប្រំប្រែងរៀនសូត្រទោះបីជាលំបាកយ៉ាងណាក៏ត្រូវតែប្រំប្រែងរៀនឲ្យបានខ្ពស់សុខចិត្តប្រមាថមេដាជីវិតកុំឲ្យលំបាកមួយជីវិតខ្ញុំក៏សូមអំពាវនាវដល់ឪពុកម្ដាយទាំងអស់គ្នាទោះបីជាជីវិតជួបប្រទះនៅវិបត្តិសេដ្ឋកិច្ចយ៉ាងណាបើអាចជួយរុញឲ្យពួកគាត់រៀនចប់ដើមផងព្រោះសង្គមបច្ចុប្បន្ននេះមិនដូចសម័យមុនទេហើយកូនមួយបើមានឱកាសរៀនត្រូវប្រំប្រែងរៀនឲ្យខ្លាំងកុំគេឆ្លារៀនកុំស្អប់សាលារៀនដូចពីសុពិសិដ្ឋនិយាយថាមានតែចំណេះដឹងទេដែលអាចនាំអ្នកទាំងអស់គ្នាចេញពីភាពលំបាកចេញពីភាពក្រីក្រក្រោកយ៉ាកុំរើផ្លូវខុសណាកូនក្មួយហើយត្រូវប្រំប្រែងស្ដាប់គ្រូបញ្យល់កុំស្អប់គ្រូខ្លាចព្រោះតែចង់ឲ្យសិស្សមានអនាគតល្អគ្រូគឺជាឪពុកម្ដាយទី2បន្ទាប់ពីម្ដាយឪពុកយើងទោះបីជាគាត់កាយទោះបីជាគាត់សំដីធំសំដីតូចដែរយើងក៏គាត់មិនចង់ឲ្យយើងអាក្រក់ដែរគាត់ជាអ្នកបញ្ចូលបង្ហាត់ពួកយើងជំរុញឲ្យពួកយើងដើរទៅផ្លូវទៀងត្រង់ផ្លូវស្មោះត្រង់នៃជីវិតទៅថ្ងៃអនាគត